nè con mà lại thật nhanh nhìn nắng hay về niên trong máu và nhập tròn trường niên cái na con đầm bay pk hơi còn oi tranh cặp bọc quân như thế អត់ទាន់បានការទេបដៅកូនឲ្យគេហៅខ្សែលើប្រពន្ធមកដែរគៀបសង្កត់ប្រពន្ធដែរចាំមើលកូនកន្លោះឆ្លើយថាបានទេឥឡូវខ្ញុំធ្វើមិនណែចាំណាពេលដែលទៅដល់ចៅត្រូវតែជន់ជើងប្តីឲ្យបានមុនដើម្បីពេលការហើយត្រូវបង្ក្រាបប្តីបានអីខាងនោះម៉ែខាងនេះយាយ ប្រងការហើយមិនបាច់យកយល់គ្នាទេគឺជន់ឲ្យតែថាជន់ជើងគ្នាប៉ុណ្ណឹងហើយគឺដឹងតែអញធំជាងហ្មងឯងចាំមើលឥឡូវខាងនោះម៉ែខាងនេះយាយចាំមើលទៅជាមិនវិញហើយដូចចិត្តទៀតណាកូនកន្លោះកូនកំមុំគេគឺពេញចិត្តនឹងធ្វើអាសកម្មភាពធ្វើអញ្ចឹងកូនកំមុំមកទទួលការស្លាពីបងកូនណាឥឡូវអូយមិនទាន់បានការផងនិយាយពីកសែភ្នែក សាច់ថ្លៃតឡងនេះដល់កអូយលក្ខណៈសង្គ្រាមក្នុងរោងការហ្មងណាលើកដៃស្ពះបងមួយសិនមុននឹងទទួលការស្លាស្ពះបងសិនណាស្ពះសិនគាត់ត្រូវហើយដើរទៅទទួលការស្លាពីបងអ្នកមកមៀងកូនណាអ្នកមកមៀងបងមកមៀងកូនស្រីមកមៀងត្រូវហើយឥឡូវនេះឃើញថាលោកមេបាខាងកូនកំឡោះអូខាងកូនប្រុសនេះជន់បានមុនបាត់អាប៉ែនេះឡាអាប៉ែនេះឡាឥឡូវខាងកូនកន្លោះជន់បាត់ហើយឥឡូវខាងស្រីគិតយ៉ាងម៉េចវិញឥឡូវគេជន់មុនបាត់ហើយនេះសំខាន់អ្នកណាលះអ្នកនោះធ្វើអ្នកដឹកនាំហ្នឹងហើយជាមួយកូនកំឡោះកូនកំមុំបានទទួលការស្លារួចស្រេចបាច់ហើយដូច្នេះបាទសូមគោរពអញ្ជើញកូនកំឡោះកូនកំមុំកាន់ការស្លារួមជាមួយលោកមេបាខាងកូនកំឡោះញាតិមិត្តចិត្តខាងទាំងអស់ដែលអញ្ជើញចូលរួមឡើងទៅលើទាំងអស់គ្នាដើម្បីបំពេញកិច្ចជាបន្តទៀតបាទសូមគោរពអញ្ជើញឡើងទៅលើទាំងអស់គ្នាទៀតណាអត់បានការចាប់ផងបរៀនកូនបរៀនចៅឲ្យឆ្លោះគ្នាអីហ្នឹងបរៀនឲ្យកាន់អំណាចឡើងជាអ្នកធំនៅក្នុងគ្រួសារបាត់អីណានិយាយទៅការអញ្ចឹងណាគឺខ្ញុំគិតថាវប្បធម៌បែបហ្នឹងមិនគួរមានទេសម្រាប់វប្បធម៌ជន់ជើងគ្នានឹងដើម្បីយកយើងកាត់ជាអ្នកធំនៅក្នុងគ្រួសារហ្នឹងណាមិនមែនតែវប្បធម៌ជន់ជើងហ្នឹងទេខ្ញុំធ្លាប់ឮធ្លាប់ដឹងតាំងតែពីក្មេងមកម៉េះគេមានទាំងអីគេហើយឮតទៅជាតិទៀតណាមានអ្នកបដៅកូនបដៅចៅអញ្ចឹងហ្នឹងហើយគេហៅថាពេលដែលយើងសាពះទឹមអីយើងត្រូវលើកស្មាយខ្ពស់ជាងប្តីឬប្រពន្ធយើងហើយពេលសាពះអីចឹងយើងត្រូវសាពះឲ្យលឿនឲ្យអីជាងចឹងដើម្បីពេលដែលរៀបការហើយគេត្រូវស្ដាប់ប្រកបយើងអីចេះមួយចុះពីរអីចឹងណាហ្នឹងហើយខ្ញុំគិតថាវាដូចជាអត់ល្អទេបងប្អូនពីមុនខ្ញុំគិតថាអត់ល្អដល់ពេលនេះខ្ញុំឃើញវីដេអូហ្នឹងគឺខ្ញុំសាយមកហើយខ្ញុំនៅគិតថាអត់ល្អដែរព្រោះការធ្វើអីបើការហើយបរៀនឲ្យពួកគាត់គេហៅថាកាន់អំណាចយើងខ្លួនអញ្ចឹងហើយការដែរបានប៉ុន្មានទេការហើយលេងគ្នាហ្មងការហើយកាប់ចាក់គ្នាហ្មងការហើយអត់ចេះអត់ឲ្យនៅគ្នាទេអញ្ចឹងខ្ញុំក៏គិតថាអាវប្បធម៌បែបហ្នឹងគួរណាតែគុំបរៀនកូនបរៀនចៅអីទៀតព្រោះនិយាយទៅវាដូចពិបាកទទួលយកមែនតើនេះយើងដូចបដោះផ្នែកកំណត់ឲ្យគាត់ហ្នឹងគឺគេហៅថាមានអាចរិតគេហៅថាមិនចេះអត់ឲ្យនៅគ្នាកាន់តែអញឈ្នះហែងឈ្នះអីអញ្ចឹងណាហ្នឹងហើយអញ្ចឹងគួរណាតែខ្ញុំលើគេនៅក្នុងមង្គលការគេតែងតែនិយាយថាកូនឯងអត់អោនឲ្យប្អូនអត់អោនឲ្យបងប្តីអត់អោនឲ្យប្រពន្ធអត់អោនឲ្យប្តីអញ្ចឹងណាយកយល់គ្នាប្រពន្ធជាម្ដាយប្តីជាឪពុកអីអញ្ចឹងចោះទៅប៉ុន្តែអាហ្នឹងនៅក្នុងមង្គលការដែលគេនិយាយបើកចំហតែការខ្សឹបខ្សៀវនៅពីក្រោយមនុស្សផ្សេងនេះខ្សឹបខ្សៀវកូនកន្លះកូនកំមុំហ្នឹងណាគឺតែងតែលឺតែម្ដងអំពីរឿងការខ្សឹបខ្សៀវបែបហ្នឹងអញ្ចឹងខ្ញុំគិតថានេះគឺជាការបណ្ដុះផ្នត់គំនិតហើយនឹងវប្បធម៌ដែលមិនល្អតែម្ដងអញ្ចឹងបើអាចជាបានយើងជាទៅហ្នឹងហើយកុំនិយាយប្រាប់ចៅប្រាប់កូនទៀតហើយកូនកន្លះកូនកំមុំហ្នឹងក៏មិនគួរយកអាគំនិតហ្នឹងទៅជឿជាក់ចងចាំហើយក៏ធ្វើតាមពួកគាត់ដែរហ្នឹងហើយណាធំណាតូចអាស្រ័យទៅលើហេតុផលហ្នឹងហើយអញ្ចឹងមានតែប៉ុណ្្នឹង